បាទបងប្អូនគ្រាន់តែស្ដាប់សលេងក៏តំណងថាឆ្ងាញ់ប៉ុណ្ណាដែរមិនអញ្ចឹងបងប្អូនថ្ងៃនេះខ្ញុំមកធ្វើវីដេអូណែនាំអំពីកន្លែងលក់ជ្រូកកណ្ដុរធម្មជាតិមួយនៅខេត្តសៀមរាបគាត់ម្ចាស់ហាងខ្ញុំស្គាល់បងប្អូនហ្នឹងយើងមកបានគ្នាហើយយើងបានទៅដល់ទីតាំងរបស់គាត់ផ្ទាល់ការកន្លែងចំអនាម័យពូជរបស់ជ្រូកយើងអាចទុកចិត្តបានថាជាជ្រូកនៅក្នុងស្រុកហើយជ្រូកកណ្ដុរកាត់មែនជ្រូកកណ្ដុរកាត់ហ្នឹងបានន័យថាយើងយកជ្រូកព្រៃហ្នឹងមកប្រកាត់ជាមួយនឹងជ្រូកស្រុកអញ្ចឹងទៅបានវាកើតជាជ្រូកកណ្ដុរហ្នឹងបងប្អូនហើយដើមកំណើតរបស់វាមកពីខេត្តមណ្ឌលគិរីហើយនឹងដូចជាភ្នំកលែនយើងហ្នឹងអញ្ចឹងបងប្អូនដែលគាត់ចាប់អារម្មណ៍ក្នុងការជាវទិញថ្ងៃឆេងម៉េងឬក៏អីឆាប់ហ្នឹងអាចតាក់ទងទៅ page របស់គាត់ដែលខ្ញុំដាក់លើ screen ខាងលើហ្នឹងទៅល្អបាទរសជាតិឆ្ងាញ់ធម្មជាតិហើយអនាម័យអញ្ចឹងយើងគិតពីសុខភាពរបស់យើងដែរណាសម្រាប់ការហូបទឹកឥឡូវនេះអញ្ចឹងបងប្អូនដែលគាត់ចាប់អារម្មណ៍គាត់មានអាំងឲ្យផ្ទាល់ផងដែរនៅក្នុងខេត្តសៀមរាបតែមិននៅខេត្តអីចាំបងប្អូនតាក់ទងគាត់ផ្សេងបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងជួយប្រម៉ូទគ្នាទៅបងប្អូនបាទព្រោះរបស់គាត់ឆ្ងាញ់